Hello everyone សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងនឹងបន្តមេរៀនទៀតបាទអ្នកទាំងអស់គ្នានឹងរៀនអំពីរបៀបសរសេរ how to write the uppercase letter F បាទអញ្ចឹងមានន័យថារបៀបសរសេរអក្សរ F បាទពុម្ពធំណារបៀបសរសេរអក្សរ F ពុម្ពធំ Okay so in order to write this letter there are 3 stepsអញ្ចឹងដើម្បីសរសេរអក្សរ F បានអ្នកទាំងអស់គ្នាត្រូវតែធ្វើតាមជំហាន3ឬក៏អ្នកទាំងអស់គ្នាអាចឃើញនៅក្នុងរូបភាពនេះហើយយើងមាន3ដំណាក់កាលឬក៏3ជំហានបាទជំហានទី1 everyone just draw a vertical line straight from the top to the bottom okay បាទអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែទាញពីលើចុះមកក្រោមឲ្យត្រង់បែបនេះមក Okay and the second step you draw a horizontal line to the right at the top បាទអូនទាញពីចំណុចលើឬក៏ចំណុចកំពូលហ្នឹងទាញមកខាងស្ដាំមក and then middle okay so now you can get a beautiful letter F បាទនេះគឺជារបៀបសរសេរអក្សរ F មាន3របៀបណាទាំងអស់គ្នាបាទទី1អ្នកទាំងអស់គ្នាគ្រាន់តែទាញបន្ទាត់ពីលើចុះមកត្រង់មកពីលើចុះមកក្រោមឲ្យត្រង់មកបាទទី2អ្នកទាំងអស់គ្នាទាញចំណុចខាងលើទៅខាងស្ដាំមួយហើយចុះមកក្រោមនៅចំណុចកណ្ដាលបាទជាការស្រេចនេះអូខេអញ្ចឹងរបៀបសរសេរអក្សរ F មានប៉ុណ្ណឹងតោះឥឡូវអ្នកទាំងអស់គ្នាបន្តទៅរៀនពាក្យមួយចំនួនដែលសរសេរឡើងដោយអក្សរ F ឬក៏ចាប់ផ្ដើមដោយអក្សរ F បាទនេះគឺជាពាក្យដែលចាប់ផ្ដើមឡើងដោយអក្សរ F អ្នកទាំងអស់គ្នាអាចឃើញនៅក្នុងរូបភាពនេះហើយអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នារៀនអំពីរបៀបសរសេរអក្សរ F មាន3របៀបគឺចំណុចទី1អ្នកទាំងអស់គ្នាគ្រាន់តែទាញពីលើចុះមកក្រោមបាទទាញពីចំណុចកំពូលទៅខាងស្ដាំហើយនឹងចំណុចកណ្ដាលទៅខាងស្ដាំមួយទៀតជាការស្រេចអូខេតោះឥឡូវអ្នកទាំងអស់គ្នាបន្តមកមើលពាក្យដែលចាប់ផ្ដើមឡើងដោយអក្សរ F ពាក្យទី1គឺ fish បាទអ្នកទាំងអស់គ្នាស្គាល់ fish ទេ fish នេះអ្នកទាំងអស់គ្នាបកប្រែថាត្រីបាទអញ្ចឹង fish នេះអ្នកទាំងអស់គ្នាបកប្រែមកថាត្រី fish បាទនេះគឺជាអក្សរ F ផ្ដើមឡើងដោយអក្សរ F ពាក្យទី2 fox នេះយើងប្រែថាកញ្ជ្រោងណាអ្នកទាំងអស់គ្នាប្រែថាសត្វកញ្ជ្រោង fox មិនមែន folk ទេណាគឺ fox បាទ fox កញ្ជ្រោងបាទនេះគឺជាពាក្យដែលផ្ដើមឡើងដោយអក្សរ F មួយទៀតអ្នកទាំងអស់គ្នាអាចឃើញនៅក្នុងរូបភាពនេះគឺសត្វកញ្ជ្រោងបាទសត្វកញ្ជ្រោងវាស្តៀងទៅនឹងសត្វឆ្កែដែរគឺ dog yes dog បាទពាក្យទី3គឺ food នេះយើងប្រែថាជើងណាប្រអប់ជើងអ្នកទាំងអស់គ្នា food បាទអ្នកទាំងអស់គ្នា pronounce ថា food អាហ្នឹងទៅជាម្ហូបវិញហើយអូខេអញ្ចឹង food បាទប្រែថាប្រអប់ជើងឬក៏អ្នកទាំងអស់គ្នាថាជើងហ្នឹងណាបាទអូខេអញ្ចឹងទាំងអស់គ្នាមាន3ពាក្យហ្នឹងដែលអ្នកទាំងអស់គ្នារៀននៅក្នុងវីដេអូនេះបាទទី1គឺ fish បាទទី2គឺ fox and ទី3គឺ food បាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូនអាចយល់ពីរបៀបសរសេរបាទអក្សរ F ទាំង3របៀបហើយនឹងពាក្យចំនួន3ដែលចាប់ផ្ដើមឡើងដោយអក្សរ F ផងដែរបាទអរគុណច្រើនអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូនេះកុំភ្លេចចុច Subscribe នៅវីដេអូនេះផងអរគុណច្រើន